Chúng taពលcú năng nẹt ngọc khné swa cùng một căn video thay ngàyนี้យើងនឹងមកអនុវត្តការសរសេរកូដ C# មួយដែលមានលក្ខណៈពិសេសនិងប្រមូលផ្ដុំមេរៀនជាច្រើននៅក្នុងកូដតែមួយជួរយើងអាចហៅវាថាជាលំហាត់កម្រិតមេកាយឥឡូវនេះយើងមកចាប់ផ្ដើមសរសេរនិងស្វែងយល់ទាំងអស់គ្នាម្ដងមួយបន្ទាត់ដំបូងបង្អស់យើងបង្កើតthêmមួយមានឈ្មោះថា data ដែលជាប្រភេទទិន្នន័យ object ប្រភេទទិន្នន័យ object នេះគឺប្រៀបដូចជាប្រអប់មួយដែលអាចផ្ទុកអ្វីក៏បាននៅក្នុងទីនេះយើងបានផ្ដល់តម្លៃឲ្យវាស្មើនឹង100ដែលជាលេខគត់បន្តមកទៀតយើងបង្កើត thêm ទី2មានឈ្មោះថា score ដែលជាប្រភេទទិន្នន័យ in ប៉ុន្តែអ្នកទាំងអស់គ្នាសង្កេតឃើញមានសញ្ញាសួរនៅពីក្រោយពាក្យ in ការដាក់សញ្ញាសួរនេះគឺដើម្បីបញ្ជាក់ថា thêm មួយនេះអាចផ្ទុកតម្លៃទៅទេឬ null បានយើងបានកំណត់តម្លៃឲ្យវាស្មើនឹង null ដើម្បីតំណាងឲ្យសិស្សដែលមិនទាន់មានបន្ទុកចូលមកដល់ thêm ទី3យើងប្រកាសឈ្មោះថា slogan ជាប្រភេទទិន្នន័យ bool ហើយមានសញ្ញាសួរពីក្រោយដូចគ្នាយើងផ្ដល់តម្លៃឲ្យវាស្មើនឹង true ដើម្បីបញ្ជាក់ថាអ្នកប្រើប្រាស់ម្នាក់នេះពិតជាបាន log in ចូលក្នុងប្រព័ន្ធរួចរាល់ហើយឥឡូវនេះយើងឈានចូលដល់ការសរសេរកូដលក្ខខណ្ឌដ៏សំខាន់របស់យើងបង្កើត array string មួយឈ្មោះថា result សម្រាប់ទុកលទ្ធផលចុងក្រោយយើងចាប់ផ្ដើមលក្ខខណ្ឌទី1ដែលសួរថាតើ slogan ស្មើនឹង true មែនដែរឬទេបន្ទាប់មកយើងដាក់សញ្ញាសួរដែលជា ternary operator ដោយសារតែការ login របស់យើងគឺពិតជា true មែនដូច្នេះកម្មវិធីវានឹងរត់ចូលទៅធ្វើការនៅក្នុងវងកញ្ចក់បន្តទៀតតែបើសិនជាវាមិនពិតវិញវានឹងរំលោភវងកញ្ចក់ចោលរួចលោតទៅបង្ហាញពាក្យ login required ដែលនៅខាងចុងគេតែម្ដងនៅពេលដែលវាចូលមកដល់ក្នុងវងកញ្ចក់វាត្រូវឆែកលក្ខខណ្ឌចំនួន2ថែមទៀតដែលភ្ជាប់គ្នាដោយសញ្ញា and លក្ខខណ្ឌទី1សួរថាតើទិន្នន័យនៅក្នុង array data គឺជាលេខគត់ឬ in មែនដែរឬទេដោយសារតែ data របស់យើងស្មើ100ដូច្នេះលក្ខខណ្ឌទី1នេះគឺពិតឬ true ចូលដល់លក្ខខណ្ឌទី2យើងយក array score មកប្រើដោយសារតែ score របស់យើងមិនមានបន្ទុកឬស្មើ null ដូច្នេះសញ្ញាសួរ2ដងឬ null collapsing វានឹងទាញយកបន្ទុកបម្រុង60ដែលនៅខាងស្ដាំមកប្រើប្រាស់ដោយស្វ័យប្រវត្តិតមកវាយកបន្ទុក60នោះទៅប្រៀបធៀបជាមួយ50តើ60ធំជាងឬស្មើ50មែនអត់ចម្លើយគឺពិតប្រាកដណាស់ចឹងលក្ខខណ្ឌទី2ក៏ជារួមមួយទៀតដោយសារតែលក្ខខណ្ឌទាំងពីរពិតទាំងសងខាងទៅធ្វើឲ្យលទ្ធផលរួមនៅក្នុងវងកញ្ចក់ខ្លាយជាពិតទីបំផុតកម្មវិធីក៏សម្រេចចិត្តជ្រើសរើសយកពាក្យ pass មកទុកនៅក្នុង array result ចុងក្រោយយើងប្រើប្រាស់ console.writeline ដើម្បីបោះពុម្ពលទ្ធផលនោះបង្ហាញនៅលើអេក្រង់ហើយយើងប្រើ console.writeline ដើម្បីទប់អេក្រង់កុំឲ្យវាបិទទៅវិញលឿនពេកឥឡូវនេះការ run កម្មវិធីនេះឲ្យអ្នកទាំងអស់គ្នាមើលដោយដែលអ្នកទាំងអស់គ្នាបានឃើញស្រាប់លទ្ធផលដែលលោតចេញមកគឺពាក្យថា pass សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីដំណើរការនៃកូដមួយជួរនេះអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ